ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សុបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាចឹងពុកម៉ែបងប្អូនចូលមកកុំភ្លេចជួយ Subscribe ឬក៏ដឹងម្នាក់មួយឬដាក់មេដៃដើម្បីទទួលសញ្ញាហេងពីខ្ញុំរាល់ថ្ងៃណាបងប្អូនណាអញ្ចឹងបងប្អូនដែលជួយ Subscribe ឬក៏ជួយដាក់មេដៃឬក៏ជួយ comment ល្អនៅក្នុងការកាត់សុបិនសូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យទទួលនូវភាពហេហេងរាល់ថ្ងៃអញ្ចឹងសម្រាប់បងប្អូនថ្ងៃនេះបងប្អូនណាដែលសុបិនឃើញសុបិនឃើញនិលណាបងប្អូនណាសុបិនឃើញនិលជាពិសេសបងប្អូនប្រុសដែលសុបិនឃើញនិលចាំចូលស្ដាប់ណាបងប្អូនណាអញ្ចឹងបងប្អូនដែលសុបិនឃើញនិលគឺមានលេខផ្សងសំណាង49 55 95 3លេខបងប្អូនអាចជ្រើសរើស495 799 985លេខល្អនិង LO បងប្អូនអាចយក109យកទៅគុណហើយចំពោះអ្នកដែលលេងអុកខ្ទង់ណាបងប្អូនណាអ្នកអុកខ្ទង់អុកខ្ទង់ខ្ញុំសូមឲ្យបងប្អូនអុកកៅមួយចាប់ណាបងប្អូនណាហើយចំពោះ3លេខបងប្អូនអាចជ្រើសរើស400កៅមួយចាប់ចឹងបងប្អូនដែលនៅក្នុងការកាត់សុបិនរបស់ខ្ញុំទាំងអស់នេះជាលេខផ្សងសំណាងសម្រាប់បងប្អូនយកទៅផ្សងសំណាងបងប្អូនស្រឡាញ់ខ្ទង់ណាជ្រើសរើសខ្ទង់នឹងតាមការគួរអត្ថភាពខ្ពស់លេខល្អចឹងបងប្អូនដែលសុបិនឃើញនិលឬក៏បងប្អូនបានពាក់និលឬក៏ឃើញនិលដែលខ្លួនគោរពបូជាគឺមានលេខផ្សងសំណាង49 55 95 495 799និង985លេខល្អនិង LO បងប្អូនអាចជឿរើស109គុណអុកខ្ទង់ខ្ញុំសូមឲ្យបងប្អូនអុកកៅមួយចាប់ត្រៀងបងប្អូនអាចត្រៀង95ណាបងប្អូនណាហើយចំពោះ3លេខបងប្អូនអាចយក400កៅមួយចាប់ត្រៀង495យ៉ាងនេះគឺលេខផ្សងសំណាងសម្រាប់បងប្អូនដែលសុបិនឃើញនិលអាចជ្រើសរើសលេខនេះយកទៅផ្សងសំណាងបានតាមការគួរអត្ថភាពខ្ពស់លេខល្អហើយចំពោះហេតុផលដែលបងប្អូនសុបិនឃើញនិលចាប់ទុកថាជាសុបិនល្អណាស់បងប្អូនមានបំណងនឹងចង់ធ្វើអ្វីមួយសូមបងប្អូនអញ្ជើញទៅចោះមិនខុសបំណងទេណាបងប្អូនណាដំណើរជាសាររបស់បងប្អូននឹងទទួលតែសេចក្តីរីករាយនិងការរំភើបចិត្តតែម្ដងចឹងសូមបងប្អូនជ្រើសរើសដំណើរជាសារដោយសេចក្តីរីករាយចោះមិនខុសបំណងទេព្រោះដំណើរក្នុងថ្ងៃនេះនឹងទទួលលាភនិងទទួលជ័យចឹងសម្រាប់បងប្អូនអ្នកមានគ្រួសារនៅក្តីអ្នកនៅលីវក្តីសុបិនឃើញនិលគឺអត្ថភាពខ្ពស់នៅលើបរោះនឹងមានលាភធំតែម្ដងចឹងបងប្អូនទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនពេញចិត្តនឹងគាំទ្រវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេងពីខ្ញុំរាល់ថ្ងៃជូនពរបងប្អូនទាំងអស់សូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យកកបនឹងហេងរាល់ថ្ងៃតែម្ដង